បាទថ្ងៃមុនមានបងប្រុសម្នាក់គាត់ខមមិនមកខ្ញុំថាអរខ្ញុំវិលត្រឡប់ទៅផ្ទះទៅជួបជុំគ្រួសារវិញទៅកុំនៅដើម្បីការពារអំណាចឲ្យគេតែខ្ញុំចង់ប្រាប់ទៅវិញថាដែលខ្ញុំនៅទីនេះឈរនៅកន្លែងនេះគឺខ្ញុំមិនបានតែការពារអំណាចឲ្យណាម្នាក់ទេគឺខ្ញុំនៅដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់ខ្ញុំបើបងនៅប្រទេសមានប្រជាជនសៀមម្នាក់វាខមមិនមកខ្ញុំថាវាមិនចង់មានរឿងជាមួយខ្មែរទេប៉ុន្តែដែលពួកវាធ្វើនេះគឺគ្រាន់តែចង់បានដីវាត្រឡប់ទៅវិញហើយដីដូនតាឯវាមនុស្សនេះពួកនឹងវាចង់បានដីខ្មែរឡើងឈួតអស់ហើយណាបាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃទី14ខែមករាឆ្នាំ2021សភាពការនៅខ្សែបន្ទាត់ព្រំដែនសត្វតាកបីថ្មដូនគឺធម្មតាទេអត់មានអីប្រែប្រួលទេក៏ប៉ុន្តែការត្រៀមគឺត្រៀមជានិច្ចការពារជានិច្ចមិនប្រហែស